Messi អាចមកលេងនៅ Premier League ឬសារព័ត៌មាន The Sun បានចុះផ្សាយថាខ្សែប្រយុទ្ធឆ្នាំ Lionel Messi អាចមកចូលរួមជាមួយក្លឹបនៅ Premier League នារដូវកាលក្រោយព្រោះគាត់ចង់បានកម្រិតជំនាញស្តង់ដារមានការហ្វឹកហាត់ត្រឹមត្រូវដើម្បីទស្សនវិស័យសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននៅ World Cup 2026 ខាងមុខ Messi នឹងបន្តកុងត្រាថ្មីជាមួយ Inter Miami 2 ឆ្នាំទៀតប៉ុន្តែ Messi ចង់ឲ្យ Inter Miami អនុញ្ញាតឲ្យគាត់ទៅលេងខ្ចីជើងនៅអឺរ៉ុបមួយរយៈរហូតដល់ចប់ World Cup 2026 ទោះបីជាចង់មកអឺរ៉ុបវិញក៏ប៉ុន្តែ Messi ទំនងជាមិនទៅក្លឹបចាស់ Barcelona នោះទេព្រោះមានសេចក្តីរាយការណ៍ថាគាត់មិនពេញចិត្តជាមួយនឹងម្ចាស់ក្លឹបលោក Joan Laporta ចំពោះក្លឹបចាស់ PSG វិញក៏ Messi ដូចជាមិនសូវមានទំនាក់ទំនងល្អជាមួយម្ចាស់ក្លឹបផងដែរដូច្នេះ Messi ទំនងជាអាចរកមើលក្លឹបនៅលីកដែលកំពុងតែប្រជែងខ្លាំងនៅអឺរ៉ុបនោះគឺ Premier League លោក Pep Guardiola ដែលធ្លាប់ធ្វើការជាមួយ Messi ទំនងមិនអោបដៃមើលនោះទេបើសិនជាម្ចាស់ពាន Ballon d'Or 8 សម័យកាលនេះចង់មកចូលរួមក៏ប៉ុន្តែ Messi ក៏អាចមានជម្រើសទៅ Man U ផងដែរបើសិនជាអតីត legend របស់ Man U លោក David Beckham ដែលបច្ចុប្បន្នកំពុងតែជាម្ចាស់ក្លឹប Inter Miami នោះដាក់សំណើប៉ុន្តែបើ Messi ចង់បានកម្រិតប្រកួតប្រជែងខ្លាំង Man U នឹងមិនមែនជាជម្រើសនោះទេព្រោះបិសាចក្រហមគ្មានពានអឺរ៉ុបលេងនោះឡើយគួរកត់សម្គាល់ថាដំណឹងចង់មកលេងខ្ចីជើងនៅអឺរ៉ុបរបស់ Lionel Messi ដើម្បី World Cup 2026 នេះគឺលេចលឺឡើងបន្ទាប់ពី Inter Miami ទើបតែធ្លាក់ចេញពី FIFA Club World Cup ត្រឹមវគ្គ16ក្រុមចុងក្រោយដោយធ្វើជើងរបស់ PSG